ខ្មែរហ្នឹងគឺគេដុតចាគេដុតចាដុតគឺសាច់ខ្ញុំត្រាំទឹកនេះទឹកនោះឲ្យហូបចឹងទៅហើយខ្ញុំអត់ដឹងតែគេដាក់ក្នុងហ្នឹងដាក់អីខ្លះចឹងឥឡូវជំរាបសួរបងស្រី ជ្រាបសួរ សំឡេងមន់រងាវឡើងទន្លង់លួចតែម្ដងបាទនៅស្រុកស្រែចំការនៅស្រុកជាបងស្រីសុខទុក្ខយ៉ាងណាចាសុខទុក្ខធម្មតាសុខទុក្ខធម្មតាហើយបងស្រីអាចជួយប្រាប់ផងទេថាបងស្រីឈ្មោះអ្វីដែរបាទចាខ្ញុំឈ្មោះនិសារស់នៅខេត្តតាកែវចាំឈ្មោះនីសាហើយស្នាក់នៅខេត្តតាកែវបាទសូមអរគុណច្រើនសម្រាប់ពេលវេលាដែលចំណាយពេលវេលាដើម្បីធ្វើការសម្ភាសជាមួយខ្ញុំបាទបងស្រីណាហើយខ្ញុំបាទគ្រាន់តែចង់ធ្វើជាវីដេអូមួយសម្រាប់ចែករំលែកនៅក្នុង YouTube Channel របស់ខ្ញុំបាទឈ្មោះសំណាង Bradley ដូច្នេះហើយខ្ញុំបាទព្យាយាមចង់ប្រមូលយកឯកសារនិងថាតើជីវិតរបស់ប្រជាជនខ្មែរយើងហ្នឹងគឺរស់នៅហើយឆ្លងកាត់នៅឧបសគ្គអ្វីខ្លះក៏ដូចជាបទពិសោធន៍នៅក្នុងមានភាពសប្បាយជាវិជ្ជមានហើយនិងអវិជ្ជមានបែបណាខ្លះសម្រាប់បងប្អូនប្រជាជនខ្មែរយើងនៅស្រុកខ្មែរបាទដូច្នេះហើយខ្ញុំក៏សូមអរគុណម្ដងទៀតដែលបានចំណាយពេលវេលាដើម្បីធ្វើការសម្ភាសជាមួយខ្ញុំបាទតើបងប្អូនស្រីមានបទពិសោធន៍យ៉ាងណាដែរកាលពីបងប្អូននៅតូចដូចថាធំឡើងនៅស្រុកយើងតាំងពីតូចមានបទពិសោធន៍យ៉ាងណាដែរបងប្អូនស្រីអាចជួយប្រាប់ដល់បងប្អូនយើងឲ្យបានដឹងផងទេបាទចានៅពីតូចគ្រួសារមួយដែលជាកសិករហើយមិនសូវជាសម្បូរសប្បាយទេព្រោះពីមុនមកពិបាកខាងណាបងអញ្ចឹងណាចាអឺចាពិបាកយ៉ាងម៉េចបងស្រីទៅដោយសារតែគ្រួសារក្រីក្រឬក៏ពិបាកនៅក្នុងការរកស៊ីការងារឬក៏គឺពិបាកជាលក្ខណៈបែបណាតើការបងស្រីជួយបកស្រាយបន្ថែមទៀតបានទេចាពីមុនគ្រួសារខ្ញុំគឺធ្វើស្រែចម្ការពុកម៉ែគាត់ធ្វើត្នោតធ្វើស្ករត្នោតធម្មតាចាអញ្ចឹងក្រៅពីធ្វើស្រែហើយធ្វើស្ករត្នោតទៀតចាអញ្ចឹងហើយធ្វើស្រែហ្នឹងគឺតើគេធ្វើជាបែបណាដែរបងស្រីបាទធ្វើស្រែហ្នឹងគឺអត់មានប្រើអីទេប្រើតែនឹងគល់គោអីធម្មតាដកស្ទូងអីហ្នឹងប្រើកម្លាំងប្រើដៃចាអញ្ចឹងហើយហើយបាទសំជិញចាហើយបើនិយាយពីការនៅតូចវិញគឺទៅរៀនអីចឹងទៅគឺពិបាកណាស់ចាព្រោះអីអត់មានស្ពានមានអីហើយទឹកជំនន់ហើយសាលាឆ្ងាយគឺអត់មានកង់អត់មានអីជិះទៅរៀនចឹងទៅគឺដើរពេលខ្លះទៅក៏មានកង់ជិះម្ដងម្កាចឹងទៅបងក៏រៀនដែរអញ្ចឹងកង់មួយហ្នឹងជិះជាមួយបងហើយជាមួយបងប្អូនដែរចែកគ្នាទៅអញ្ចឹងចាជួនកាលក៏ដប់គ្នាទៅរៀនហើយផ្លូវនិយាយមកសិតតែខ្សាច់ពិបាកមែនទែនអញ្ចឹងផ្លូវខ្សាច់ហើយមានទឹកចំនួនមានអីដែរបងស្រីទឹកជំនន់ពិបាកហើយទឹកឡើងម្ដងគឺពិបាកណាស់ជួនកាលទៅមានតាមានអ៊ំអីក៏ចាំជួយចម្លងដែរតែអត់មានស្ពានដាក់ត្នោតដាក់អីចឹងអញ្ចឹងកាត់ដើមត្នោតណាអញ្ចឹងបើប្រៀបធៀបកាលពីសម័យចំនួនកាលពីប្អូនហើយនិងសម័យក្មេងៗឥឡូវតើវាខុសគ្នាបែបណាដែរបងស្រីខ្ញុំមើលគិតថាខុសគ្នាឆ្ងាយក្មេងឥឡូវគឺមានផ្លូវល្អមានកង់មានស្ពានអីអញ្ចឹងទៅអត់ពិបាកដូចមុនទេចាហើយអញ្ចឹងបងស្រីបានរៀនទៅដល់ថ្នាក់ទីប្រមាណដែរហើយមូលហេតុអ្វីដែលធ្វើឲ្យបងស្រីបញ្ឈប់ការសិក្សាចាខ្ញុំរៀនបានត្រឹមថ្នាក់ទី9ដោយសារកាលនោះខ្ញុំចាប់ដើមជាគ្រួសារក៏រៀងមិនធូរធារដែរហើយកាលមួយខ្ញុំមានជំងឺចាអញ្ចឹងមានជំងឺដែរបងស្រីដែលធ្វើឲ្យបងស្រីបញ្ឈប់ការសិក្សាអឺពេលដែលខ្ញុំមកពីរៀនគួរវិញចឹងខ្ញុំក៏គេងទៅគឺពេលក្រោយឡើងខ្ញុំអត់ដឹងអីទាំងអស់និយាយអីល្វើល្វាយអញ្ចឹងទៅ
ចាហើយគ្រួសារខ្ញុំក៏គាត់យកដើរមើលមានពេទ្យវិទ្យាសាស្ត្រផងមានខ្មែរផងហើយនិយាយមកមើលយកទៅពុកម៉ែគាត់យកខ្ញុំដើរមើលហើយអត់នៅតែអត់ជាអត់អីដើរមើលហើយខ្ញុំចេះតែយំចេះតែស្រែកចឹងទៅក្នុងខ្លួនហ្នឹងក៏ពិបាកល្វើល្វាយហើយបន្ទាប់មកក៏គាត់យកខ្ញុំទៅពេទ្យពេញគេហៅពេទ្យរុស្ស៊ីហ្នឹងក៏បានទៅបើកថ្នាំបើកអីប្រចាំខែពេទ្យថាខ្ញុំហ្នឹងប៉ះពាល់ជំងឺផ្លូវចិត្តចឹងទៅសម្ពាធគ្រួសារច្រើនក៏ឬក៏មិនមួយការគិតរបស់ខ្ញុំច្រើនចឹងទៅពេលដែលហូបថ្នាំហ្នឹងហើយធ្វើឲ្យអារម្មណ៍របស់ខ្ញុំវាបានគេងលក់ខ្លះស្កប់ស្កល់ខ្លះអត់មានសូវនេះក៏បានរៀងស្រាក់មករហូតមកហើយខ្ញុំគិតថាមិនអត់ឲ្យជឿគ្រូខ្មែរទេរឿងដុតរឿងអីអស់ហ្នឹងតែមើលទៅអត់ដឹងថាឲ្យងូតទឹកអីខ្លះឲ្យហូបទឹកអីខ្លះទេចាមិនដឹងជាត្រាំស្អីខ្លះចឹងមើលទៅវាដូចជាមិនមានជាវិជ្ជាវៈច្បាស់លាស់គ្រាន់តែគិតតាមជាលក្ខណៈប្រពៃណីបុរាណហើយទៅវាអាចប៉ះពាល់ដល់សុខភាពខ្លាំងណាស់មែនទេបងស្រីដុតឲ្យឈឺយំកណ្ដឹងគឺបងខ្ញុំក៏អាណិតខ្ញុំមែនតើគេដុតចាស្ដាប់ទៅខ្ញុំទៅវាវនឹងតបៅបងស្រីតបៅខ្នងហ្នឹងខ្នងពោះអីហ្នឹងងាប់បាទខ្ញុំសុំទោសដែលបងស្រីឆ្លងកាត់ដល់បទពិសោធន៍ដ៏ជូរចត់មួយនេះស្ដាប់ទៅហើយទៅដូចជាឈឺចិត្តខ្លាំងតែមិនតែបានមើលដល់ហើយមកតែអត់ជាហ្នឹងស្មានថាអត់ជាប៉ុន្តែខ្ញុំសប្បាយចិត្តខ្លាំងដែលបងអូនស្រីខិតខំតស៊ូព្យាបាលខ្លួនឯងឲ្យបានធូរមកដល់សពថ្ងៃខ្ញុំសូមសរសើរណាបងអូនស្រីបានដូច្នេះបាទហើយចាដូច្នេះសម្រាប់បងអូនស្រីគឺអ្វីដែលខ្ញុំសនំពរសូមឲ្យបងអូនស្រីថែរក្សាសុខភាពហើយនិងថែរក្សាផ្លូវចិត្តដើម្បីកុំឲ្យមានបញ្ហានិងមានជំងឺនេះកើតឡើងម្ដងទៀតមិនអញ្ចឹងបងស្រីចាហ្នឹងហើយព្រោះជំងឺហ្នឹងឥឡូវគឺមានកើតឡើងច្រើននេះនៅប្រទេសយើងសពថ្ងៃជំងឺឃើញច្រើនមិនថាជំងឺផ្នែកផ្លូវចិត្តហ្នឹងគឺមានច្រើនណាស់ស្រីចាមានច្រើនមែនទែនហើយជាពួកគាត់ប៉ះពាល់ដល់សម្ពាធអីមួយចឹងទៅហ្នឹងហើយឥឡូវថាភាគច្រើនគឺជំងឺផ្នែកហ្នឹងគឺពីប៉ះពាល់ផ្លូវចិត្តផ្លូវអារម្មណ៍សម្រាប់បងស្រីវិញកាលពីចំនួនហ្នឹងបងស្រីប្រហែលជាអាយុប្រហែលដែរនៅពេលដែលកើតជំងឺហ្នឹងទៅ15អីណាអភ័យទៅចាហើយពេលហ្នឹងគឺ9អីទី9ពេលហ្នឹងពេលបងស្រីគ្រាន់តែទៅរៀនធម្មតាពេលមកវិញចូលគេងទៅគ្រាន់តែងើបពីគេងហ្នឹងគឺឈប់ដឹងអីទាំងអស់តែម្ដងចាព្រោះបើតាមខ្ញុំដឹងភាគច្រើនអ្នកដែលកើតជំងឺហ្នឹងគឺគាត់ពេលដែលគាត់ដឹងខ្លួនឡើងគឺគាត់ចាប់ដើមនិយាយអីរវើរវាយអត់ដឹងថាខ្លួនគាត់នឹងធ្វើអីវាទៅដូចជាមានអ្វីមួយដែលគ្រប់គ្រងអារម្មណ៍និងខួរក្បាលរបស់គាត់ហ្នឹងដែលគាត់ធ្វើអ្វីដែលគាត់មិនដឹងខ្លួនមិនអញ្ចឹងមែនទេបងស្រីចាអត់ដឹងអីទេតអ្នកផ្ទះប្រាប់ចឹងទៅថាពេលខ្លះរវើរវាយយំពេលខ្លះក៏ចង់សើចចង់យំបាក់ដោយយើងអត់ដឹងខ្លួនទាំងអស់តែម្ដងណាបងស្រីចាស្ដាប់ទៅដូចជាប៉ុន្តែបងអូនស្រីព្យាបាលជំងឺនេះជាបានគឺភាគច្រើនគឺដោយសារតែពេទ្យគាត់ឲ្យថ្នាំមែនទេបងអូនស្រីចាទៅបើករាល់ខែនៅពេទ្យរុស្ស៊ីហើយសម្រាប់គូខ្មែរដែលបានដុតខ្លួនបងអូនស្រីឲ្យថ្នាំឲ្យទឹកស្អុយស្អេះអីងូតញ៉ាំហ្នឹងគឺអត់មានប្រសិទ្ធភាពទេអត់មានសិទ្ធិភាពតែខ្ញុំមិនថាថានេះទេជួនកាលបងប្អូនខ្លះក៏គាត់ជឿតែចំពោះខ្ញុំអត់ជាទេបាទសម្ដែងអារម្មណ៍ពិតទៅបងស្រីតាមពិតខ្ញុំក៏មិនជា
មានជំនឿខាងផ្នែកហ្នឹងព្រោះអីជំងឺនេះគឺជាជំងឺផ្នែកផ្លូវចិត្តដូច្នេះយើងត្រូវតែព្យាបាលដោយផ្លូវចិត្តដូច្នេះសម្រាប់បងប្អូនដែលមានបញ្ហាកើតជំងឺនេះហើយចង់និយាយដើម្បីឲ្យបានធូរចិត្តបងប្អូនអាចតាក់ទងមកខ្ញុំបានហើយយើងអាចពិភាក្សាគ្នាដើម្បីជួយដំណោះស្រាយដើម្បីកុំឲ្យមានរឿងអ្វីនៅក្នុងចិត្តខ្ញុំថាល្អបំផុតគឺនិយាយចេញមកពេលដែលនិយាយចេញគឺបានធូរចិត្តច្រើនហើយមិនចឹងហ៎ដូច្នេះដើម្បីចែករំលែកបទពិសោធន៍មួយនេះសម្រាប់បងប្អូនណាដែលគាត់មានបញ្ហាផ្នែកផ្លូវចិត្តគាត់ចង់និយាយចេញអំពីបេះដូងនិយាយចេញពីចិត្តមកដើម្បីឲ្យបានធូរស្រាលអាចតាក់ទងជាមួយខ្ញុំបានសំណាង Bradley ហើយខ្ញុំនឹងដាក់កាលវិភាគដើម្បីតាក់ទងទៅដើម្បីធ្វើការសម្ភាសនិយាយហើយដូចគ្នាបើសិនបងប្អូនស្រីមាននរណាម្នាក់ដែលមានបញ្ហាផ្នែកផ្លូវចិត្តហ្នឹងហើយចង់និយាយចេញមកដើម្បីបានដោះស្រាយដើម្បីឲ្យបានកុំឲ្យមានបញ្ហានឹងកើតឡើងដល់ធ្ងន់ធ្ងរគឺអាចតាក់ទងជាមួយខ្ញុំបានដូចគ្នាបាទអរគុណច្រើនបងស្រីនេះគឺជាបទពិសោធន៍ល្អខ្លាំងមែនទែនដើម្បីចែករំលែកទៅដល់បងប្អូនប្រជាជនខ្មែរអញ្ចឹងបងស្រីកាលហ្នឹងខ្ញុំអត់ហ៊ានចង់សួរអីទៀតទេព្រោះអីស្ដាប់ទៅដូចជាខ្លោចចិត្តខ្លាំងមែនទែនពេលលើសើបងស្រីហ្នឹងហើយអញ្ចឹងជីវិតយើងនៅស្រែសម័យហ្នឹងគឺគេភាគច្រើនគឺអត់សូវទៅពេទ្យតែម្ដងឬក៏យ៉ាងម៉េចបានជាភាគច្រើនយកទៅឲ្យគ្រូអត់សូវទៅពេទ្យដែរពួកគាត់ភាគច្រើនគឺជឿខាងគ្រូខ្មែរដល់ពេលខ្ញុំបានទៅពេទ្យទៅគឺពេទ្យគាត់បញ្យល់គាត់ណែនាំច្រើនពីវិធីសាស្ត្រធ្វើឲ្យចិត្តយើងមិនហ្នឹងគឺគាត់មានអ្នកជំនាញគាត់ពិភាក្សាជាមួយអញ្ចឹងមានអ្នកជំនាញពិភាក្សាជាមួយដើម្បីនិយាយដើម្បីជួយបន្ធូរហើយពេលខ្ញុំទៅវងបងចដូនមួយគាត់ជូនទៅពេទ្យរុស្ស៊ីទៅដំបងទៅគាត់សួរពីដើមដំណើររឿងជីវិតអីចឹងទៅក៏ថាហើយខ្ញុំមិនមែនជាមួយលើកជា2លើកទេគឺខ្ញុំកើតជំងឺហ្នឹងជា2លើកកើតម្ដងហើយម្ដងទៀតចាម្ដងហើយម្ដងទៀតព្រោះខ្ញុំដឹងថាភាគច្រើនគឺឥឡូវសម័យឥឡូវបច្ចុប្បន្នគឺមានចំនួនច្រើនខ្លាំងមែនទែនសម្រាប់អ្នកដែលមានបញ្ហាជំងឺនេះហ្នឹងហើយពេលនៅរៀនហ្នឹងក៏មួយសាទៅពេលមានគ្រួសារហើយបែកបាក់គ្នាអីចឹងទៅក៏ខ្ញុំគិតច្រើនទៀតក៏កើតជំងឺនឹងមួយសាទៀតបងអូនស្រីអាចជួយផ្ដល់ជាសារឬក៏ជាបទពិសោធន៍ដើម្បីសម្រាប់អ្នកដែលមានជំងឺហ្នឹងថាគួរតែព្យាបាលដោយរបៀបណាហើយបទពិសោធន៍បងអូនស្រីដែលផ្ទាល់ខ្លួនដែលកើតឡើងជំងឺនេះតើបងអូនស្រីអាចជួយចែករំលែកចំណេះដឹងនេះទៅដល់អ្នកដែលមានបញ្ហាទាំងអស់នេះបានទេបាទចាសម្រាប់ខ្លួនខ្ញុំផ្ទាល់គឺទី1គឺការលើកទឹកចិត្តដល់កម្លាំងចិត្តពីក្រុមគ្រួសារហើយកុំឲ្យពួកគាត់ប៉ះទង្គិចផ្លូវអារម្មណ៍អីផ្សេងដែលពួកគាត់បាក់ទឹកចិត្តខ្លាំងបើអាចឈានមកដល់ដូចខ្ញុំចឹងទី1គឺជីវិតគូសកលគ្រួសារគឺអីផ្សេងហ្នឹងគឺឲ្យគិតច្រើនអីចឹងទៅកើតអាចជំងឺហ្នឹងហើយភាគច្រើនអាចជំងឺហ្នឹងគឺគេញ៉ៃវិញអត់សូវបានល្អដូចគេទេគ្រូក្បាលគាត់ចេះតែនេះចឹងទៅគឺពិបាកគេងធ្វើឲ្យស្គមរីងរៃអីចឹងទៅអញ្ចឹងមានន័យថាខួរក្បាលយើងគឺចេះតែគិតអត់ទៅបានគេគ្រាន់ដូច្នេះអ្វីដែលល្អបំផុតសម្រាប់សុខភាពគឺគេញ៉ាំបានគ្រប់គ្រាន់មែនទេបងស្រីធ្វើចិត្តឲ្យសប្បាយគេញ៉ាំបានគ្រប់គ្រាន់គេខ្លះយើងចេះយើងខ្លួនយើងផ្ទាល់នេះចេះដោះលែងខ្លួនយើងថាដូចថាសម្ពាធមួយហ្នឹងចឹងហើយចឹងយើងធ្វើអ្វីដែលល្អទៅជាទៅកន្លែងណាដែលវាអាចធ្វើអារម្មណ៍យើងរីករាយឬអញ្ចឹងទៅហើយទី1គឺមិត្តភ័ក្តិនឹងបងប្អូននៅជុំវិញខ្លួនហ្នឹងក៏គាត់ដឹងថាមានជំងឺចឹងហើយគាត់ចេះតែនិយាយលើកទឹកចិត្តអីអញ្ចឹងទៅបានធ្វើឲ្យខ្ញុំជាសពថ្ងៃរឹងមាំបាទចា
អរគុណច្រើននេះវាជាចំណេះដឹងដ៏ល្អមួយខ្លាំងមែនទែនសម្រាប់បងប្អូនដែលមានការគិតច្រើនហើយនឹងបានទស្សនាវីដេអូមួយនេះហ្នឹងហើយអរគុណច្រើនបងប្អូនស្រីសម្រាប់ចែករំលែកនៃបទពិសោធន៍មួយនេះខ្ញុំអត់មានអីសួរច្រើនទេខ្ញុំចង់គ្រាន់តែបងប្អូនស្រីមានអីចង់ចែកចម្លែកជាបណ្ដាំចុងក្រោយទៅដល់អ្នកដែលបានទស្សនាវីដេអូមួយនេះបងស្រីខ្ញុំអាចចែករំលែកបានថាបច្ចុប្បន្នឡើយនៅស្រុកខ្មែរឥឡូវក៏ជាដូចជាស្រីអត់សូវបានមានរៀនចំណេះដឹងបានជ្រៅខ្ញុំអញ្ចឹងពេលខ្លះគាត់ពិបាកនឹងជីវិតគូសកលដែរពេលខ្លះរស់នៅមួយគ្នាទៅពិបាកអត់យល់ពីចិត្តគ្នាទៅវិញទៅមកអញ្ចឹងទៅក៏ពេលខ្លះប្រុសនៅស្រុកខ្មែរដឹងប្រាប់ហើយបងគាត់យកពេលវេលាខ្លះអត់ប្រយោជន៍ច្រើនពេលខ្លះគាត់ស៊ីផឹកយ៉ាងទៅអត់គិតកូនប្រពន្ធទេអញ្ចឹងគ្នាជាប្រពន្ធចេះតែគិតចេះតែមានសម្ពាធមួយដែលសម្ពាធផ្លូវចិត្តហ្នឹងហើយតែអាចឈានបែកបាក់គ្នាច្រើនមែនទែនខ្ញុំមើលទៅឥឡូវសុំទោសអញ្ចឹងបងប្អូនចង់និយាយអំពីបញ្ហាផ្លូវចិត្តដែលអាចកើតឡើងអំពីជីវិតគ្រួសារអញ្ចឹងខ្ញុំចង់បន្តសួរមួយសំណួរទៀតតើជីវិតគ្រួសាររបស់ប្អូនជាដូចថាគូសកលតើប្អូនមានបទពិសោធន៍អ្វីខ្លះដែរផ្នែកគូសកលនៅក្នុងជីវិតរបស់ប្អូនមានបទពិសោធន៍ដូចថារៀបការអញ្ចឹងទៅពុកម៉ែក៏រៀបចំតែយើងអត់បានយល់ពីគ្នាទៅវិញទៅមកអត់បានស្គាល់គ្នាចិត្តគ្នាអញ្ចឹងដល់ពេលរស់នៅមួយគ្នាវាពិបាកអញ្ចឹងអត់យល់ពីគ្នាអញ្ចឹងវាអាចឈានទៅដល់ការបែកបាក់អីអញ្ចឹងទៅដូចហ្នឹងអញ្ចឹងហ្នឹងហើយហ្នឹងគឺជាចំណេះដឹងល្អមួយមែនតើបងប្អូនស្រីដែលថានិយាយទៅប្រជាជនខ្មែរយើងភាគច្រើនសម័យនេះគឺឥឡូវសម័យនេះប្រហែលជាភាសាជាងកាលពីសម័យមុនដូចថាយើងនៅតែមានប្រពៃណីមួយដែលថាជឿតាមគោរពតាមម៉ែឪគោរពតាមម៉ែឪជាតាមបេះដូងដល់ពេលទៅយើងអត់បានស្គាល់គ្នាអត់បានស្រឡាញ់គ្នាអត់បានទុកចិត្តគ្នាផងយើងទៅនៅជាមួយគ្នាទៅវាអត់មានគេហៅថាវាអត់មានមនោសញ្ចេតនាអត់មានមនោសញ្ចេតនាហ្នឹងហើយដូចជាអត់មានមនោសញ្ចេតនាទៅវាអត់មានក្តីស្រឡាញ់ដល់ពេលអញ្ចឹងទៅมันអាចអត់នៅជាមួយគ្នាបានហ្នឹងហើយហើយភាគច្រើនឥឡូវគឺនៅក្មេងៗមែនទែនពួកគាត់កែហើយពេលខ្លះបែកបាក់គ្នាគឺច្រើនមានសន្ទុះច្រើនតាមខ្ញុំដឹងតែខ្ញុំនៅស្រុកខ្មែរហ្នឹងហើយព្រោះបើនិយាយតាមត្រង់ទៅមានន័យថានៅស្រុកយើងឥឡូវការអ្នកខ្លះការម្ដងពីរដងបីដងវាទៅជាធម្មតាហើយភាគច្រើនវាកំហុសដោយសារតែនៅសំទោសបើសិនបើខ្ញុំនិយាយនេះទៅហើយវាខុសភាគច្រើនប្រជាជនខ្មែរយើងធំឡើងអត់ទាន់នេះគឺចាប់ផ្ដើមរកគូសកលរៀបការអត់ទាន់ទាំងមានការងារអីធ្វើច្បាស់លាស់ផងចេះតែគូកងចេះតែចាប់ដាក់ពេលខ្លះមិនបន្ទោសមកពីពុកម្ដាយពេលខ្លះពួកគាត់ដែរគាត់អត់មានយកចិត្តទុកដាក់ក្នុងការរៀនសូត្រអីបានមានចំណេះដឹងច្រើនហើយការងាររោងចក្រឥឡូវក៏ច្រើនគាត់អាងរោងចក្រដល់ពេលហើយជីវភាពគ្រួសារកែហើយពិបាកមានកូនមានចៅអីមានមនុស្សខុសត្រូវហើយតែនេះអញ្ចឹងបែកបាក់គ្នាគឺឆ្លោះទាស់តែងគ្នាបែកបាក់គ្នាអញ្ចឹងគឺពិបាកជីវិតបច្ចុប្បន្ននេះតែសម្រាប់បងដែលគាត់បានរៀនចេះដឹងគឺគាត់មិនងាយទេងាយនឹងការទេចាហើយជាពិសេសអ្នកដែលគាត់ដូចថាគាត់មានគូសកលនៅពេលដែលគាត់អាយុរៀងច្រើនបន្តិចចាប់ពី25ទៅ30អីទៅគាត់គឺចេះគិតច្រើនគឺល្អមែនទែនឃើញជីវភាពគ្រួសារគាត់បាទហើយអញ្ចឹងមានន័យថាយើងការនៅក្មេងពេកហើយទៅក៏ចាប់ផ្ដើមមានវិបត្តិផ្លូវចិត្តបែកបាក់គ្នាអញ្ចឹងទៅធ្វើឲ្យមានអារម្មណ៍ឈឺហើយក៏ដូចកើតទៅជាមានជំងឺដូចតែប្អូនកើតឡើងប៉ុន្តែជំងឺរបស់ប្អូនកាលពេលហ្នឹងប្អូននៅក្មេងគឺកើតឡើងដោយសារតែប្រហែលជាសម្ពាធគ្រួសារក៏ដូចជាការងារមែនទេបងអូនស្រីបាទគ្រួសារលំបាកខ្ញុំពិបាកមែនទែនតាំងជីវភាពមុខរបរដូចជានេះស្ករធ្វើអីបងគិតមើលហើយគឺពិបាកមែនទែនអញ្ចឹងកាលពីចំនួនប្អូនហ្នឹងគឺធ្វើស្ករបាទចា
គឺធ្វើស្ករឡើងធ្វើស្រែ ស្រែនេះក៏មិនមានស្អីដូចឥឡូវមានគោយន្តមានអត្រាក់ទ័រអីជឿនលឿនដែរព្រោះអីដកឡើងដកសណាបដកអីស្ទុំដោយដៃហ្នឹងពុកម៉ែបងប្អូននៅក្នុងភូមិឯងគាត់ម្បាស់គ្នាទៅវិញទៅមកដើរបោកស្រូវបោកក្តាបដកស្ទុំអីចឹងប្រើកម្លាំងតែឥឡូវគឺជឿនលឿនមានគ្រឿងចាក់បាទហ្នឹងហើយបាទអរច្រើនបងអូនស្រីតែឥឡូវនេះបងអូនស្រីគឺការរស់នៅហើយនឹងគ្រួសារអីហ្នឹងគឺបានធូរស្រាលជាងមុនណាច្រើនឬក៏នៅតែពិបាកដូចមុនគិតថាមកដល់សប្តាហ៍ថ្ងៃនេះមានអារម្មណ៍ថាដូចជាធូរធារជាងមុនហ្នឹងហើយតែមានការងារធ្វើគ្រប់គ្រាន់ចឹងទៅហើយក៏អាចមានឱកាសឲ្យខ្ញុំនឹងបានរៀនយកចំណេះដឹងផ្សេងអីទៀតចឹងទៅចាហ្នឹងហើយបាទហើយក៏សូមផ្ដាំផ្ញើថាបងប្អូនយុវជនយើងភាគច្រើនគួរតែយកចិត្តទុកដាក់មកការអានសៀវភៅឲ្យបានច្រើនវិញក៏វាអាចផ្ដល់ចំណេះដឹងដែរបាទចឹងនិយាយទៅការសិក្សាការរៀនសូត្រអានសៀវភៅរៀនឲ្យបានដល់ថ្នាក់ទី12គឺសំខាន់ណាស់មែនទេបងស្រីពេលខ្លះនេះជាបទពិសោធន៍ជីវិតរបស់ខ្ញុំបើខ្ញុំអាចពាក្យនេះថាបើអាចរៀនឲ្យចប់ទី12គឺមានឱកាសច្រើនចឹងចាមានឱកាសការងារច្រើនហើយពេលខ្លះពួកគាត់នឹងយល់ដឹងពីជីវិតរស់នៅច្រើនបាទអរគុណច្រើនបងអូនស្រីដែលចំណាយពេលវេលាផ្ដល់បទសម្ភាសន៍ជាមួយខ្ញុំបាទដូច្នេះពេលវេលាគឺដល់ពេលកំណត់ហើយតើមកចុងក្រោយម្ដងទៀតកាលពីមុនសួរចុងក្រោយម្ដងហើយប៉ុន្តែពេលនេះក៏សូមសួរម្ដងទៀតជាចុងក្រោយនេះបងអូនស្រីមានពាក្យពេចន៍អ្វីផ្ដាំទៅដល់យុវជនឬក៏កូនចៅចំនួនក្រោយឲ្យស្គាល់ពីជីវិតហើយនឹងពីបទពិសោធន៍ដែរទេបាទចាចង់ប្រាប់ផ្ដាំផ្ញើទៅយុវជនហើយនិងក្មេងៗចំនួនក្រោយថាខិតខំរៀនសូត្រនិងធ្វើអ្វីដែលល្អជាពិសេសគឺការរៀនសូត្រនេះហើយដែលអាចជួយដល់គ្រួសារនិងសង្គមជាតិទាំងមូលចាមានតែការរៀនសូត្រដែលធ្វើឲ្យយើងចេះគិតច្រើនយល់ពីបទពិសោធន៍ជីវិតច្រើនបាទអរគុណច្រើនបងប្អូនស្រីបាទបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះជាមួយខ្ញុំបាទសំណាង Bradley ហើយដោយបងប្អូនដូចថាខ្ញុំចាប់ផ្ដើមធ្វើកម្មវិធីមួយនេះគឺដើម្បីសម្រាប់បងប្អូនដែលមានបញ្ហាផ្លូវចិត្តឬក៏មានបញ្ហានៅក្នុងជីវិតអីមួយហើយចង់ជួយចែករំលែកបទពិសោធន៍បងប្អូនអាចតាក់ទងជាមួយខ្ញុំបាទបានសំណាង Bradley ហើយខ្ញុំបាទនឹងតាក់ទងទៅដើម្បីធ្វើការសម្ភាសន៍ហើយវីដេអូនេះខ្ញុំផុសនៅក្នុងសំណាង Bradley YouTube Channel ដូច្នេះវាមិនត្រឹមតែជាបទពិសោធន៍ជីវិតដើម្បីសម្រាប់កូនចៅចំនួនក្រោយឲ្យបានមើលវីដេអូទាំងអស់នេះទេប៉ុន្តែវាជាឯកសារមួយដល់ថ្ងៃខាងមុខទៀត20ឆ្នាំ10ឆ្នាំ100ឆ្នាំតទៅទៀតដើម្បីឲ្យទាំងអស់គ្នាបានដឹងថាយើងចំនួននេះរស់នៅដោយរបៀបណាជីវិតឆ្លងកាត់របៀបណាតម្រុំតែបានថ្ងៃនេះបាទគឺពិបាកមែនទែនហ្នឹងហើយថាពិបាកតាំងពីមុនពិបាកទៅវាពិបាកហើយវាស្រួលម្ដងបន្តិចបាទអរគុណច្រើនសម្រាប់ការតាមដាននៅវីដេអូមួយនេះហើយខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងច្រើនទៅដល់បងប្អូនស្រីនីសាផងដែរទាំងអស់គ្នាកុំភ្លេចជួយ like ហើយនិង subscribe ហើយនិងជួយដាក់មេដាយធំៗឲ្យបងប្អូនស្រីផងដែលគាត់បានចំណាយពេលវេលានិងចែករំលែកបទពិសោធន៍របស់គាត់បាទអញ្ចឹងក៏ដើម្បីកុំឲ្យខាតពេលយូរជួបគ្នានៅវីដេអូក្រោយបាទអរគុណច្រើនបងប្អូនស្រីជម្រាបលា